យើងតិចគិតពីចំណុចនេះវិញតើយើងរងចាំបើមិនជារងចាំពួកឪអាកំសត់នេះគ្រួសារឪអាកំសត់នេះដើម្បីចាត់ចែងប្រទេសមកឲ្យបានត្រឹមត្រូវឡើងវិញមើលទៅមិនងាយទេពួកនេះមិនងាយទេពីព្រោះពួកគាត់លងខ្លួនបាត់ហើយបានមិនងាយទេអាអំណាចអាអ្វីដែលធ្វើនោះវាជ្រុលពេកទៅហើយណាដូចយើងធ្លាប់ឮអញ្ចឹងឪអាកំសត់នេះមិនមែនភ័យទៅពេលរស់ទេណាបងខ្ញុំចាំបាត់សុំនិយាយមួយម៉ាត់ទេហើយខ្ញុំឈុំនិយាយចរិតគាត់នឹងថាមិនងាយកែនឹងចរិតគាត់នឹងចរិតខ្ញុំគេបងចរិតសម្ដេចគុកហ្នឹងសម្ដេចចម្រិតឲ្យកំសត់ហ្នឹងចរិតខ្ញុំគេហ្មងខ្ញុំឃើញថ្ងៃមុនហ្នឹងយើងឃើញនៅពេលដែលគាត់អង្គុយចិត្តប្រធានាធិបតីឬក៏នាយករដ្ឋមន្ត្រីយួនស្អីគេមកលេងនៅវាំងណាបងខ្ញុំចាំបានមេដឹកនាំយួនប្រើចេះតែងាយស្ដាប់ជាងមេដឹកនាំយួនហ្នឹងគឺថាគេអង្គុយយ៉ាងជើងគេដាក់អញ្ចឹងទៅឯងអង្គុយហ្នឹងដាក់ដៃអីដូចអោពងសុំទៅមិនពងសុទ្ធអីអញ្ចឹងទៅហ្នឹងសុទ្ធទីសុទ្ធអីអញ្ចឹងទៅទីអីចឹងសភាពរៀបសារប៉ុន្តែនៅជាមួយខ្មែរយើងគាត់អង្គុយយ៉ាងជើងដូចមេដឹកនាំយួនអង្គុយហ្នឹងណាអញ្ចឹងមានន័យថានៅពេលដែលគាត់មានឱកាសធ្វើបាបគេគាត់ពើងទ្រូងគាត់មើងងាយគេប៉ុន្តែនៅពេលដែលគាត់ជាម្ចាស់គាត់មកដែលគាត់ជាខ្ញុំគេគាត់ចរិតខ្ញុំគេគាត់ធ្វើមែនហើយខ្ញុំមើលថាអាណិតមនុស្សប៉ុណ្្នឹងដែរជានាយករដ្ឋមន្ត្រីដែលដឹកនាំប្រទេសនឹងអស់30-40ឆ្នាំក៏ថោកទៀតមែនធ្វើឲ្យយើងថោកមកពូជថោកមកប្រទេសតំបងអញ្ចឹងហើយអាចរិតថោកទៀតខ្ញុំគេហ្នឹងនេះខ្លាំងតែខ្មែរគ្នាឯងណាប៉ូលីអានឹងជាចំណុចមួយទៀតគឺយើងខ្លាំងតែខ្មែរគ្នាឯងមុននឹងចង់ចាប់កតុយប៉ូលីចំណុចហ្នឹងមុននឹងខ្ញុំចូលទៅអ្វីដែលខ្ញុំចង់និយាយនេះខ្លាំងតែខ្មែរគ្នាឯងយ៉ាងម៉េចយើងសង្កេតមើលអនុទិនច័ន្ទវីរៈគុលទើបនឹងជាប់ឆ្នោតនេះគឺជាប់ដោយសារអីជាប់ដោយសារដុតកម្ដៅអាស្មារតីជាតិនិយមយកអាកតាជាតិនិយមហ្នឹងដើម្បីយកមកឲ្យគេបោះឆ្នោតឲ្យបោះឆ្នោតឲ្យខ្ញុំទៅអ្នកឯងឃើញស្រាប់ហើយខ្ញុំទៅដណ្ដើមដីខ្មែរបានជាង40កន្លែងខ្ញុំបានទៅដណ្ដើមប្រាសាទមិនចឹងហើយខ្ញុំនឹងលុប MOU ចោលជាមួយនឹងខ្មែរពីព្រោះថាអា MOU នេះវាអត់ផលប្រយោជន៍អីដល់ថៃទេដល់តែខ្មែរគឺយកអាជាតិនិយមនឹងដើម្បីបំរើជាតិគេដើម្បីឲ្យមានសាមគ្គីជាតិយើងសង្កេតមើលលោកហ៊ុនសែនប្រើកតាជាតិនិយមនៅពេលដែលមានសង្គ្រាមខ្មែរថៃនេះប្រើដើម្បីអីដើម្បីបំបែកបំបាក់ពួកខ្ញុំពួកប៉ូលីពួកអាស៊ីសេរីពួកអ្នកនៅក្រៅប្រទេសនៅពេលដែលហ៊ាននិយាយការពិតបន្តិចនឹងត្រូវគេចោទថាមិនស្រឡាញ់ជាតិទេត្រូវគេចោទថាពួកសៀមត្រូវគេចោទថាក្បត់ជាតិឃើញទេអ្វីដែលគាត់បានលើកមកហ្នឹងតើយើងទាំងអស់គ្នានឹងតើស្រឡាញ់ជាតិប៉ុណ្ណាយើងទាំងអស់គ្នាប្រពន្ធកូនខ្ញុំគ្រួសារខ្ញុំសូម្បីទឹកស៊ីអ៊ីវលេខតិចរបស់ថៃមានណាប្រើទៀតខ្មែរនៅអាមេរិកសូម្បីតែអាខ្ទិះដូងរបស់ថៃកាន់ទិញមកហ្នឹងប្រើអស់លេខទៅទិញទៀតដូច្នេះយើងមានអាជាតិនិយមមានការដែលមកដណ្ដើមដីដណ្ដើមប្រាសាទយើងមិនខុសពីខ្មែរនៅទូទាំងពិភពលោកទេយើងមានដូចគ្នាក៏ប៉ុន្តែគ្រាន់តែថាយើងមិនជាអ្នកអែបអបអាកំសត់ក្រុមគ្រួសារអាកំសត់យើងហ៊ាននិយាយការពិតដើម្បីប្រយោជន៍ជាតិយើងទីបំផុតត្រូវក្រុមរបស់លោកហ៊ុនសែននេះមកចោទប្រកាន់ពួកយើងថាពួកយើងនេះឯងគឺកាត់ជើងសៀមអីជាដើមអានឹងបើថាអ្វីដែលគាត់ធ្វើនឹងគឺថាគេប្រើដូចគ្នាជាតិនិយមប្រើដូចគ្នាគេប្រើជាតិនិយមដើម្បីសាមគ្គីជាតិរបស់គេយើងប្រើជាតិនិយមតែមាត់ទេគ្រាន់តែថាសម្ដេចស្អីគេថបដីនោះស្អីគេឥឡូវមាននាងារថ្មីនោះហ៊ុនម៉ាណែតហៅសម្ដេចថបដីគាត់ថាសម្ដេចថបដីនឹងប្រកាសពៀវនេះឲ្យមានសាមគ្គីជាតិនឹងភ្លាមយើងនាំគ្នាទៅសេសបុតថាចង់ទៅរាយការណ៍អំពីស្ថានភាពជនភៀសខ្លួនស្ថានភាពអីអត់ឲ្យយើងទៅទេអត់ឲ្យយើងទៅដាច់ខាតបាទអត់ទៅដូច្នេះគឺថាអាមាត់នឹងនិយាយតែមាត់ទេក៏ប៉ុន្តែពីក្រោយនឹងគឺធ្វើយ៉ាងណាក៏ដោយគឺដើម្បីតែគ្រួសារខ្លួនដើម្បីតែផលប្រយោជន៍ខ្លួនអត់គិតដល់ផលប្រយោជន៍ជាតិទេឥឡូវងាកមកចំណុចដែលខ្ញុំចង់និយាយវិញមុននឹងបញ្ចប់កម្មវិធីយើងនៅថ្ងៃនេះយើងនឹងមិនមានសង្ឃឹមថាក្រុមគ្រួសាររបស់ឪអាកំសត់នេះនឹងងាកមកគិតពីយើងទេធ្វើត្បិតតែនាំគ្នាទៅថ្វាយអង្គមនាំគ្នាទៅធ្វើបុណ្យកូនសែនកំសត់មួយអីនឹងក៏ដោយចុះក៏ប៉ុន្តែមិនខ្វល់ពីបេះដូងអ្នកដទៃទេខ្លួនឯងកំសត់បានក៏ប៉ុន្តែគេមិនអាចកំសត់បានទេគឺធ្វើឲ្យគេនឹងកាន់តែកំសត់ថែមទៀតមិនមែនត្រឹមតែអនុញ្ញាតឲ្យគេកំសត់ទេធ្វើឲ្យគេកំសត់ជាងនឹងថែមទៀតក្នុងករណីបែបនេះតើយើងជាប្រជាពលរដ្ឋវិញយើងងាកតែមកជ្រុងងាកទៅមកជ្រុងអំពីរឿងថាតើយើងធ្វើបែបណាដើម្បីឲ្យគេឈ្មោះយើងនឹងគេឈ្មោះយើងទាំងអស់គ្នានឹងគឺថាប្រទេសជាតិទាំងមូលនឹងគឺថាឥឡូវនឹងគឺថាគ្រួសាររបស់ឪអាកំសត់នេះបានធ្វើឲ្យคล้ายទៅជាស្អុយរលួយពេញពិភពលោកคล้ายទៅជាប្រទេសមួយដែលជាមជ្ឈមណ្ឌលដ៏ធំមួយក្នុងការបោកអនឡាញក្នុងការចាប់ជំរិតមនុស្សឯជាដើមតើយើងទាំងអស់គ្នាជួយការពារគេឈ្មោះរបស់យើងបែបណាម្នាក់អាចជួយបានចាប់ផ្ដើមចេញពីភាពស្មោះត្រង់កុំលក់អីហើយបោកគេកុំឃើញគេជ្រុះកបោបហើយយកជើងទៅជន់ដើម្បីលួចរបស់គេត្រូវដឹងថាអំពើល្អមួយផ្សាយពេញពិភពលោកទាំងអស់ខ្ញុំមកគ្រាន់តែជួយផ្សាយឲ្យជប៉ុនណាទៅណាក៏ដោយខ្ញុំជួយផ្សាយឲ្យជនិតនៅពេលដែលវារឿងប៉ះពាល់ដល់ខ្លួនខ្ញុំផ្ទាល់ខ្ញុំធ្លាប់និយាយប្រាប់ពូលីខ្ញុំទៅជប៉ុនមានរឿង2ហើយខ្ញុំនិយាយរាល់ដងខ្ញុំពេលហ្នឹងឯងខ្ញុំមាន emergency
កំពុងតែដើរនឹងគឺថាខ្ញុំមាន emergency ឬឃើញអញទៅពេទ្យតាចេះកូនចាប់ដើម check មើលក្នុងអ៊ីនធឺណិតថានៅអាគារហ្នឹងហើយមានមន្ទីរពេទ្យ emergency មួយទៅដល់អាគារហ្នឹងហើយអត់ដឹងវានៅជាន់ទីប្រមាណព្រោះអាគារគេខ្ពស់កំពុងតែមើលភាសាជប៉ុននឹងចាប់តាទាញ iPhone ឡើងដើម្បីថតភាសាជប៉ុននឹងជាន់ណាដែលបន្ទប់ emergency ហ្នឹងស្រាប់តែមានស្រីម្នាក់ស្ទុះចូលមកយើងភ្លាមឃើញថាយើងនឹងឯងប្រហែលជាមានទុកឲ្យត្រូវការអីសួរភ្លាមចេះភាសាអង់គ្លេសនឹងឯងចង់បានអីក៏យើងប្រាប់ថាយើងចង់ទៅពេទ្យអីចឹងទៅគេប្រាប់ថាជាន់ទីប្រមាណអីចឹងទៅគេទុកឲ្យយើងនៅមានសេរីភាពគេអត់មកញ៉ៃញ៉ៃមកយើងមែនក៏ប៉ុន្តែនៅពេលដែលគេឃើញយើងមានទុកសោកមានទុកលំបាកហ្នឹងគេងាកមកជួយយើងភ្លាមហើយអស់ហ្នឹងហើយដែលយើងនាំគ្នាយកមកនិយាយនៅពេលដែលយើងជ្រុះកបោបស្រាប់តែគេរកហើយគេស្ទុះយកមកឲ្យយើងវិញនៅពេលហ្នឹងយើងចាប់ផ្ដើមអាណិតដល់ជនជាតិគេស្ងើចសរសើរជនជាតិគេយើងដើរមកប្រាប់ពេញពិភពលោកទាំងអស់ថាជនជាតិជប៉ុនគឺថាថ្លៃថ្នូរណាស់ស្មោះត្រង់ណាស់ជួយណាស់ទន្ទឹមនឹងគេទុកឲ្យយើងដើរដោយមានសេរីភាពដោយគេមិនមកញ៉ៃញ៉ៃជាមួយយើងនៅពេលដែលយើងឃើញមានទុកភ្លាមបើខ្ញុំមិនលើកឧទាហរណ៍ច្រើនទេខ្ញុំទៅប្រហែលជាមួយអាទិត្យហ្នឹងគឺថាមានបទពិសោធន៍បែបហ្នឹងច្រើនណាស់ដែលឡែកយើងវិញយើងឈប់បោកគេមើលយើងស្មោះត្រង់មើលសូម្បីតែខ្មែរគ្នាឯងនៅក៏យើងបោកដែរទៅអង្គុយញ៉ាំបាយអីណានៅគៀនស្វាយនឹងអត់បានសួរតម្លៃអីត្រឹមត្រូវហ្នឹងគិតលុយហ្នឹង 5-600 ឥឡូវហើយអានឹងរកស៊ីបានតែម្ដងទេហើយគេនឹងមកប្រាប់វិញថាជិះឲ្យបានគៀនស្វាយស្អីណាកុំមកសឡមកជួអាលោកសឡស្អីណាជួគ្រឿងអាលោកអីកុំទៅឲ្យសោះអង្គុយពុកភ្លាមហ្នឹងគឺថាកាប់យើងទាំងរស់ភ្ញៀវទេសចរមកហ្នឹងគឺថាយើងនាំគ្នាធ្វើបាបយើងនាំគ្នាលួចគេយើងគេជួកបោបលុយអីទិញទួចយើងនាំគ្នាយកទៅធ្វើអីគេឈ្មោះប្រទេសជាតិទាំងមូលគេចេញទៅវិញហ្នឹងគេនឹងផ្សាយអាក្រក់ហ្នឹងអញ្ចឹងមកថាបើមេដឹកនាំយើងពួកឪអាកំសត់ហ្នឹងវាអាក្រក់ហើយយើងទាំងអស់គ្នាកុំអាក្រក់អីយើងទាំងអស់គ្នាជួយស្ដារកិត្តិយសជាតិយើងហើយអាហ្នឹងវាជាយូរអង្វែងទៅវាធ្វើឲ្យគេឈ្មោះយើងកែបន្តិចម្ដងកុំពឹងឲ្យក្រុមគ្រួសារអាកំសត់នេះមកជួយកែប្រែគ្មានទេពួកនេះអត់មានទេដូច្នេះមានយើងទាំងអស់គ្នាហើយនៅពេលដែលមានការចូលមកទេសចរអាណិតស្រឡាញ់ជនជាតិយើងគោរពជនជាតិយើងគេនាំគ្នាមកយើងបើករេស្តូរ៉ង់បានយើងបើកអូតែលបានយើងទៅធ្វើគិតបានយើងលក់ទំនិញអីបានអាហ្នឹងក៏ជួយដែរដូច្នេះយើងទាំងអស់គ្នានឹងកុំពឹងទៅលើក្រុមគ្រួសារអាកំសត់ពេកអីហើយខ្ញុំស្របតាមបងជុនច័ន្ទបុតប៉ុន្តែក្នុងពេលជាមួយគ្នានេះក៏យើងឃើញដែរបងមានប្រជាពលរដ្ឋខ្មែរយើងដែលស្មោះត្រង់ច្រើនណាស់យើងក៏ឃើញដែរយើងក៏ឃើញដែរពួកបរទេសនឹងនិយាយពីសន្តានចិត្តរបស់ខ្មែរការគោរពការស្រឡាញ់ភាពញញឹមដោយទៀងត្រង់របស់ខ្មែរនឹងមានច្រើនបងប៉ុន្តែគ្រាន់ថាអ្វីដែលគេលឺសន្តានចិត្តល្អរបស់ប្រជាពលរដ្ឋសាមញ្ញហ្នឹងវាគេលឺតិចជាងអ្វីដែលពួកគ្រួសារតកូលហ៊ុននឹងអាក្រក់ផ្សាយជុំវិញពិភពលោកហើយតាមពិតទៅយើងមើលឃើញនៅក្នុង YouTube ក្តី Facebook ក្តីនៅពេលដែលប្រទេសខ្មែរយើងមានសង្គ្រាមឈ្លានពានរបស់ថៃមកលើខ្មែរហ្នឹងអ្នកសុំទានអ្នកលក់អេតចាយបងជុនច័ន្ទបុតសុកចិត្តយកលុយហ្នឹងទៅដាក់នៅក្នុងកំប៉ុងថវិកាពិបាកយកទៅជួយជនភៀសខ្លួនជនភៀសសឹកនៅក្នុងស្រុកហើយអ្នកខ្លះហ្នឹងយើងឃើញមួយថ្ងៃដើរទៅរេងអង្គាសយកទៅឲ្យពិតប្រាកដមែនហើយក្នុងពេលជាមួយគ្នាហ្នឹងមានអ្នកធ្វើត្រីងៀតឆ្លៀតផងហ្នឹងមានច្រើនប៉ុន្តែអ្វីដែលយើងនិយាយនេះយើងនិយាយថាការពិតគឺនៅជាការពិតប្រជាពលរដ្ឋខ្មែរយើងភាគច្រើនណាស់ដែលជាមនុស្សល្អស្មោះត្រង់ថ្លៃថ្នូរអ្វីដែលជាអកុសលរបស់យើងហ្នឹងគឺគ្រួសារតកូលហ៊ុនហ្នឹងឲ្យអាកំសត់ហ្នឹងហើយនឹងគ្រួសារហ្នឹងធ្វើឲ្យប្រទេសខ្មែរយើងហ្នឹងអាប់អោនបាក់មុខបាក់មាត់លើពិភពលោកអញ្ចឹងដូចបងជុនច័ន្ទបុតនិយាយអញ្ចឹងយើងត្រូវតែតាំងចិត្តតាំងខ្លើមធ្វើអំពើល្អតទៅទៀតហើយឈប់ធ្វើខ្លួននឹងជាជនរងគ្រោះឈប់ទៅលន់តួឈប់ទៅអែបអបឈប់ទៅតាក់ទងគ្រួសារតកូលនឹងទៀតព្រោះយើងបើយើងបន្តទៅតាក់ទងយើងទៅអែបអបយើងទៅលន់តួយើងទៅអោនក្រាបជាមួយពួកនឹងធ្វើឲ្យពួកនឹងកាន់តែបានចិត្តទេមានប៉ុណ្្នឹងបងបាទខ្ញុំក៏មានតែប៉ុណ្្នឹងដែរយើងទៅជែកគ្នាបានច្រើនហើយអរគុណលោកអ្នកនាងកញ្ញាណាស់នៅចូលរួមជាមួយយើងក្នុងកិច្ចពិភាក្សានេះហើយសូមបញ្ជាក់ឡើងវិញយើងពិភាក្សានេះក្នុងន័យថានិយាយឲ្យធូរទ្រូងដូចខ្ញុំទៅជែកជាមួយនឹងពូលីដាក់ក្នុងឈ្មោះកម្មវិធីនឹងយើងទៅជែកដើម្បីឲ្យធូរទ្រូងយើងទាំងពីរអ្នកនេះមិនមែនជាអ្នកសេដ្ឋកិច្ចទេមិនមែនជាអ្នកស្រាវជ្រាវអីក្នុងរឿងសេដ្ឋកិច្ចទេគ្រាន់តែជាអ្នកព័ត៌មានហើយអ្នកបានដើរលុកលុយនៅក្នុងសង្គមនឹងបានស្គាល់ច្រើនប្រទេសបានស្គាល់សង្គមហើយការដែលធ្វើកាសែតនេះក៏បានដឹងរឿងរ៉ាវអំពីសង្គមខ្មែរនឹងច្រើនណាស់ដែលយើងលើកយកមកនិយាយលើកមកប្រៀបធៀបនេះអ្វីគ្រប់យ៉ាងអស់គឺថាយើងរួមគ្នាពេលនេះដូចខ្ញុំនិយាយយើងគ្មានពេលណាមួយដែលយើងគួរតែរួមគ្នាកំពឹងទៅលើឪកំសត់និងគ្រួសារឪកំសត់នេះមកដល់ពេលនេះវាគ្មានអីគួរឲ្យលាក់កំបាំងទេគ្រួសាររបស់ឪកំសត់នេះធ្វើអ្វីក៏ដោយគឺដើម្បីតែប្រយោជន៍អំណាចប្រយោជន៍គ្រួសាររបស់គេទេមិនមែនជាប្រយោជន៍ជាតិទេអ្វីត្បិតតែគេប្រើពាក្យថាគណៈបកប្រជាជនគណៈបកអីស្អីក៏ដោយចុះគ្មានអង្គើណាមួយដែលធ្វើដើម្បីបម្រើប្រជាជន
ណាអ្វីក៏ដោយពាក្យរបស់ពួកក្រុមគ្រួសារតកូលហ៊ុនក្រុមឪអាកំសត់នេះនិយាយសុទ្ធតែផ្ទុយទាំងអស់នៅពេលដែលគេនិយាយពីសន្តិភាពនឹងគឺមានន័យថាគេនឹងឯងអ្នកបង្កើតសង្គ្រាមណានៅពេលដែលគេថាអ្នកណាមួយអាក្រក់នឹងឯងគឺអ្នកនឹងឯងចាប់អ្នកណាដាក់គុកថាអាក្រក់នឹងគឺអ្នកនឹងឯងគឺស្មោះត្រង់ដើម្បីជាតិនឹងហើយដូច្នេះអ្វីក៏ដោយសុទ្ធតែផ្ទុយទាំងអស់ក្រុមគ្រួសារឪអាកំសត់នេះដូច្នេះយើងទាំងអស់គ្នានឹងគឺថាមកដល់ពេលហ្នឹងខ្ញុំល្មមឈ្នះកាទៀវឈ្នះអីនៅព្រោះកាលប្រហែលលើកប្រហែល show មុនហ្នឹងយើងបាននិយាយថាពួកជនពាលអស់នេះនឹងមិនដោះលែងអ្នកណាម្នាក់ទៀតមានចាប់ថែមបាទហើយថាពិតចាប់ថែមបាទអូខេអញ្ចឹងថ្ងៃណាដែលប៉ូលីបានយកលុយពីរកស៊ីនឹងយកមកប៉ាល់ជាខ្ញុំម្ដងខ្ញុំទៅរងថ្ងៃហ្នឹងគឺចូលហើយនឹងអាចទៅនេបន្តិចដែរនឹងយើងអាចទៅញ៉ាំកាទៀវជុំគ្នាម្ដងឲ្យស្គាល់ជាតិលុយរកស៊ីរបស់ប៉ូលីនៅពេលដែលអត់ការងារពីអាស៊ីសេរីតើវាឆ្ងាញ់ប៉ុណ្ណាតាមពិតអានឹង inspire ខ្ញុំនឹងខំព្យាយាមនៅពេលដែលកូនខ្ញុំគេប្រាប់ខ្ញុំថាគេមានទ្រព្យនៅកន្លែងណាខ្ញុំនឹងព្យាយាមបើកឡានទៅម៉ោងប្រហែលក៏ដោយប្រហែលហាងក៏ដោយដើម្បីយកលុយហ្នឹងមកប៉ាវបងជនច័ន្ទបុតដើម្បីប្រាប់ខ្ញុំទៅជួយទិញបើយូរលក់ឲ្យកូន150ខ្ញុំសូមលក់តែ130ទេឲ្យបាន2ម្នាក់គេឲ្យ2ហ្នឹងឯងបាទខ្ញុំធ្វើជួយការរាល់ថ្ងៃវាអត់លុយហើយហ្នឹងត្រូវចំណាយទៀតតាមពិតគ្រួសារបងគេអាចទៅនិយាយឡើងវិញអញ្ចឹងហើយបានត្រូវទូរស័ព្ទអីតាក់ទងអីប៉ូលី podcast យើងចេះចុះអីគឺថាចូល message រហូតមិនដែលបានផ្ទាល់គេពិចារណាដឹងហើយគេរកស៊ីអីមុខរបរគេធំសម្បើមណាមើលផ្លូវញ៉ៃបើកឡានត្រឹមប្រទេសថៃចុះប្រទេសថៃទាំងវប្បធម៌ទាំងប្រាសាទបុរាណទាំងប្រពៃណីយើងទាំងអស់គ្នាដឹងហើយគឺថាទទួលឥទ្ធិពលយើងមិនបាច់ប្រើតែចម្លងឬលួចអីទេកុំឲ្យវាអាក្រក់ស្ដាប់ពេកទទួលឥទ្ធិពលពីកម្ពុជាទាំងស្រុងពីព្រោះតែជនជាតិនឹងគឺជាជនជាតិតៃឯណាពីប្រទេសចិនឯណានោះមកចុះមកទេទទួលឥទ្ធិពលទាំងវប្បធម៌ទាំងអក្សរទាំងរបាំទាំងស្អីគ្រប់យ៉ាងទាំងអស់ក៏ប៉ុន្តែនៅពេលដែលគេបានមកដល់ហើយគេចាប់ផ្ដើមច្នៃរកចំណុចពិសេសរបស់ខ្លួនឧទាហរណ៍ពិធីបុណ្យចូលឆ្នាំថៃគេមិនប្រើពាក្យថាចូលឆ្នាំខ្មែរដូចយើងទេគេប្រើពាក្យថាសង្ក្រាន្តបុណ្យសង្ក្រាន្តដូច្នេះបុណ្យសង្ក្រាន្តនេះហើយគេមានរបៀបរបស់គេពិសេសទៅបុណ្យសង្ក្រាន្តទៅគេនាំគ្នាចាក់ទឹកទៅគេនាំគ្នាអីទៅហើយគេប្រើពាក្យសង្ក្រាន្តអ្វីត្បិតតែសង្ក្រាន្តហ្នឹងមិនមែនមានន័យថាចូលឆ្នាំក៏ដោយចុះថៃគេយកពាក្យសង្ក្រាន្តហ្នឹងយកទៅធ្វើជាពិធីឈ្មោះពិធីរបស់គេពួកយើងឯនេះវិញមានប្រពៃណីល្អជាងគេទៀតយល់ពាក្យសង្ក្រាន្តហ្នឹងច្បាស់ជាងគេទៅទៀតខ្មែរនឹងបានចារពាក្យសង្ក្រាន្តហ្នឹងលើប្រាសាទទៅទៀតបញ្ជាក់ថានេះគឺជាការដេញពលាសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរយើងមិនដែលប្រើពាក្យចូលឆ្នាំខ្មែរទេខ្ញុំនិយាយម្ដងហើយម្ដងទៀតស្រាប់តែក្រុមហ៊ុនមនីនេះស្អីក្រុមយុវជនកុម្មុយនីសរបស់គេនេះទៅជួយផ្សាយពាណិជ្ជកម្មឲ្យថៃនាំយកពាក្យសង្ក្រាន្តដែលយើងមិនដែលប្រើសោះសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរជាថ្មីឡើងវិញយើងប្រើយើងមានចម្រៀងយើងមានអីទាំងអស់យើងមានការពាក្យសង្ក្រាន្តនេះនៅលើភាសាទាំងអស់ក៏ប៉ុន្តែមិនមែនសម្រាប់សម្គាល់បុណ្យចូលឆ្នាំខ្មែរទេសម្រាប់ការដេញពលាសង្ក្រាន្តបានចូលដល់ម៉ោងប្រហែលទៅពិធីបុណ្យចូលឆ្នាំខ្មែរយើងមានលេងលបាំត្រុតមានលេងនេះចោលឈូងបោះគុញអីដែលល្អសឹងតែមិនមាននៅលើពិភពលោកឥឡូវក្រុមហ៊ុនមនីនេះចាប់ផ្ដើមនាំខ្មែរឈួតចាប់ផ្ដើមនាំខ្មែរឲ្យពុលនឹងពាក្យសង្ក្រាន្តនេះហើយតើពុលនឹងពាក្យសង្ក្រាន្តខ្ញុំនិយាយរាល់ឆ្នាំនឹងដើម្បីប្រយោជន៍អីកុំឲ្យផ្សាយពាណិជ្ជកម្មឲ្យគេយកពាក្យសង្ក្រាន្តនឹងទៅធ្វើពិភពលោកស្គាល់រួចទៅហើយថាសង្ក្រាន្តនឹងគឺជាបុណ្យចូលឆ្នាំរបស់ថៃហើយប្រើទាំងខុសទេប៉ុន្តែខុសក៏ដោយចុះគេបាន marketing រួចទៅហើយគេ marketing ពាក្យសង្ក្រាន្តហ្នឹងឲ្យទៅជាចូលឆ្នាំថៃរួចទៅហើយស្រាប់តែយើងនឹងទៅយកអាហ្នឹងមក marketing ចូលឆ្នាំខ្មែរយើងវិញដែលយើងមានរាប់សតវត្សមកហើយថាពិធីបុណ្យចូលឆ្នាំខ្មែរដែលផ្អែកទៅលើវិធីគុនគូហោរាសាស្ត្រសង្ក្រាន្តហ្នឹងហើយយើងនាំគ្នាអត់យល់អញ្ចឹងមកថានៅពេលដែលយើងអត់យល់នៅពេលដែលយើងចាប់ផ្ដើមទុនខ្សោយនៅពេលដែលយើងចាប់ផ្ដើមរករឿងតែខ្មែរគ្នាឯងនៅពេលដែលយើងពឹងផ្អែកសេដ្ឋកិច្ចទៅលើអង្គើអក្រិតកម្មដោយឪពុករបស់លោកហ៊ុនម៉ាណីឯនឹងជាដើមទីបំផុតនៅពេលដែលយើងចុកសោយយើងធ្លាក់ខ្លួនទៅជាចម្លងវប្បធម៌ខុសពីគេជួនកាលគេយកពីយើងទៅទេថៃគេយកពីយើងទៅទេក៏ប៉ុន្តែគេយកទៅដោយគេយល់ខុសនៅពេលដែលគេយល់ខុសទៅស្រាប់យើងនឹងទៅយកពីអាចោលួចរបស់យើងហ្នឹងហើយគេយកទៅធ្វើខុសស្រាប់តែយើងទៅយកទៅលួចពីចោលអាចោលយករបស់យើងទៅហើយហ្នឹងយើងមិនម្ចាស់ original សោះតែទីបំផុតយើងទៅលួចពីចោលមកវិញហ្នឹងហើយប៉ូលីសមិញហ្នឹងថាឡើងទៅយកអាស្អីគេកណ្ដាស់ Pokemon ដែលប៉ូលីសរកស៊ីហើយអត់បានជួយប្រាប់ខ្ញុំហ្នឹងអាហ្នឹងស្អីគេទៅអាហ្នឹងនេះបងជនចិត្តបត់បង្ហាញនេះគាត់កណ្ដាស់តែបងគាត់កណ្ដាស់មកកញ្ចប់ហ្នឹងបងជនចិត្តបត់គិតមើលតម្លៃប៉ុន្មានមកបង់ហ្នឹងមិញប៉ូលីសថា50ហើយយកទៅលក់បានចំណេញ50ហ្នឹងហើយ so ក្នុងម្នាក់គេឲ្យទិញ2ហ្នឹង$98អញ្ចឹងទៅខ្ញុំយកមកដល់ផ្ទះខ្ញុំលក់ឲ្យកូនខ្ញុំបាន150អញ្ចឹង2បាន50 so 2អ្នកប្តីប្រពន្ធទៅ Costco 2កន្លែងទិញបានម្នាក់4មកវិញបាន200ការរស់ស៊ីដោយយុត្តិធម៌ជាទីបំផុតដោយត្រឹមត្រូវជាទីបំផុតហើយកណ្ដាស់ដែលអត់មានតម្លៃមិនបានស្មើដុំប្រាសាទអង្គរយើងមកដុំផង
ប៉ុន្តែគេអាចរកស៊ីបានយើងរបស់ល្អលើលោកប៉ុន្តែយើងអត់ចេះរកស៊ីទេព្រោះយើងគិតតែពីកេងប្រវ័ញ្ចសម្រាប់បើខ្លួនឯង បាទពូលីបានលើកឡើងទាំងលោកតក៏បានទៅជែករួចមកហើយថាយើងដែលមានតែប្រាសាទនេះក៏ប៉ុន្តែទីបំផុតគេឈ្មោះស្អុយកគ្រប់ពេញពិភពលោកនិយាយរួមនឹងស្អុយកគ្រប់នឹងតាំងតែពីឆ្នាំ70មកអត់ទាន់ងើបរួចទេ75មកនៅពេលដែលខ្មែរក្រហមមកវាយយកទម្លាក់របបលន់នល់នឹងទៅ17មេសានឹងតាំងពីឆ្នាំ75មកដល់ឥឡូវនេះគឺ51ឆ្នាំគត់ហើយយើងគិតថាក្រោយខ្មែរក្រហមកាន់អំណាច4ឆ្នាំជិត4ឆ្នាំក្រោយខ្មែរក្រហមមក46 47ឆ្នាំមកទៀតហ្នឹងយើងកែប្រែបានពីអ្វីដែលពិភពលោកស្គាល់ប្រទេសកម្ពុជាថាជាប្រទេសមួយដែលខូខើសម្លាប់គ្នារហូតដល់คล้ายប្រទេសទាំងមូលប្រែคล้ายប្រទេសទាំងមូលឲ្យទៅជាវិលពិឃាតនេះយើងសង្ឃឹមថាក្រុមគ្រួសារតកូលហ៊ុននេះអាចជួយសង្គ្រោះប្រទេសជាតិបានក៏ប៉ុន្តែទីបំផុតការហែកហួរនៅតែមានរហូតហែកហួរគ្នារវាងក្រុមគាំទ្រដោយវៀតណាមនិងក្រុមរដ្ឋាភិបាលចម្រុះត្រីភាគីនៅទល់ដែនរហូតដល់ឆ្នាំ90 អង្គការសហប្រជាជាតិពិភពលោកនាំគ្នាមកផ្ដល់ជំរឿសថ្មីឲ្យប្រជាពលរដ្ឋខ្មែរផ្ដល់ជំរឿសថ្មីក្នុងការដឹកនាំប្រទេសជាតិក្រុមគ្រួសារតកូលហ៊ុនដណ្ដើមអំណាចមកដាក់ប្រទេសកម្ពុជានៅក្នុងរបបផ្ដាច់ការដដែលហើយអត់គិតពីរឿងអភិវឌ្ឍប្រទេសជាតិទេមានក្រុមមន្ត្រីហ៊ុនស៊ិនប៉ិចនេះទៅជាប់ឆ្នោតមកនេះបានធ្វើរដ្ឋមន្ត្រីក្រសួងវប្បធម៌អីជាដើមនឹងក្រសួងទេសចរអីជាដើមនឹងធ្វើតែខ្លួនជាអតីតអ្នកបើកតាក់ស៊ីនៅញូហ្សេឡង់អីយ៉ាងហោចណាស់នឹងក៏គិតថាយើងកំសត់យើងលំបាកយើងវេទនាសំណាងណាស់អ្នកបើកតាក់ស៊ីនៅ Novel Zealand សោះបានមកធ្វើរដ្ឋមន្ត្រីក្រសួងទេសចរប៉ុណ្ណានៃអីចឹងទៅដូច្នេះខំកសាងប្រទេសជាតិទេអត់ទេមកដល់ត្រូវការស្រីក្មេងបាទយកតួឯករបាំអប្សរាមកធ្វើជាប្រពន្ធហើយបន្ទាប់មកទៀតទិសដៅទី2ទៀតគឺថាធ្វើយ៉ាងណាបូមគិតតែពីយកលុយពីលក់ប្រាសាទលក់សម្បត្តិចូលទស្សនាប្រាសាទហ្នឹងសង់អូតែលតាមមកវឹបហ្នឹងគឺថាលោករដ្ឋមន្ត្រីក្រសួងទេសចរពីខាងហ៊ុនស៊ិនប៉ិចហ្នឹងគឺថាសឹងតែមានស្មើនឹងលោករដ្ឋមន្ត្រីក្រសួងទេសចររបស់ CPP ដែររបស់គណៈបកប្រជាជនកម្ពុជារបស់លោកហ៊ុនសែនដែរដូច្នេះគឺថាយើងគិតតែពីអំពើពុករលួយគ្មានឱកាសណាមួយដែលយើងអាចកសាងប្រទេសបានទេយើងគិតមើលបើសិនជាយើងរៀបចំឲ្យស្រួលបួលបើយើងងាកមកថា niche នឹងវិញងាកមកថារកចំណុចពិសេសសម្រាប់ប្រទេសជាតិវិញពូលីជួយនឹកមើលយើងសូមជម្រាបលោកអ្នកនាងកញ្ញាយើងទាំងពីរនាក់នេះមិនមែនជាអ្នកកសែមិនមែនជាអ្នកសេដ្ឋកិច្ចទេយើងជាអ្នកកសែទេប៉ុន្តែយ៉ាងហោចនេះយើងក៏ជួយនឹកគ្នាមើលបើយើងរកចំណុចពិសេសរបស់យើងវិញអង្គរនឹងមានហើយមិនចឹងធ្វើយ៉ាងណាឲ្យទៅជាវប្បធម៌ទេសចរមិនចឹងរបៀបរៀបចំឲ្យគេយល់ដឹងអំពីថាតើប្រាសាទបុរាណនឹងទីតាំងប្រាសាទបុរាណនឹងការសាងសង់ឧទ្ទិសដល់ពហុទេវៈនោះព្រហ្មញ្ញសាសនានោះថាតើព្រះសិវៈនឹងស្អីព្រះនរាយនឹងស្អីនៅព្រះវិស្ណុនឹងស្អីព្រះអេសូនឹងស្អីអីចឹងទៅជាកន្លែងមួយដែលមកដល់មកសិក្សាអំពីលទ្ធិពហុទេវៈឬមួយជាកន្លែងមួយដែលល្បីលើពិភពលោកក្នុងការមកធ្វើ meditation មិនចឹងអាចខ្លាយទៅជា meditation center មួយពលិជួយបកប្រែខ្ញុំភ្លេចពាក្យ meditation ហ្នឹងឯងខ្លាយសមាធិខ្លាយសមាធិជាទីតាំងសមាធិមួយដ៏ធំជាងគេផុតលើពិភពលោកយើងគ្រាន់តែបើកឡានចូលទៅដល់តំបន់អង្គរព្រាមមិនចឹងសំឡេងស្ងាត់ជាងុំនៃធម្មជាតិនិងប្រាសាទបុរាណដែលលេចធ្លោមកនឹងប្រភពរបស់ប្រាសាទបាយ័ននោះជ័យវរ្ម័នទី7នោះអវលោកិតេស្វារៈនោះគឺថាធ្វើសណ្ដំដួងចិត្តយើងបែបណាមិនចឹងដូច្នេះអស់ហ្នឹងជាធ្វើឲ្យយើងបីពេញពិភពលោកទាំងអស់អាហ្នឹងអាចចំណុចទៅរកចោះថ្មដាក់ភ្លើងរកចាប់អាណាតឡើងមានរឿងច្រើនសូម្បីតែប្រទេសយើងហ្នឹងដែលធ្លាប់រងការលំបាកវេទនាការកាប់សម្លាប់នៃរបបខ្មែរក្រហមហ្នឹងបើសិនជាយើងគ្រាន់តែនាំគ្នាកសាងប្រទេសឡើងវិញណាហើយយកអាហ្នឹងធ្វើទៅ niche ដែរធ្វើជាចំណុចពិសេសដែរមកសិក្សាពីប្រទេសកម្ពុជាមើលនៅពេលដែលជនជាតិមួយត្រូវគេបំផ្លាញត្រូវគេសម្លាប់ចោលអស់សឹងតែពាក់កណ្ដាលទីបំផុតតើការរស់ឡើងវិញបែបណាណាសូម្បីតែនឹងក៏អាចតាក់ទាញភ្ញៀវទេសចរដែលតាក់ទាញការអាណិតស្រឡាញ់មកមើលឃើញប្រទេសកម្ពុជាយើងដែលធ្លាប់កំសត់វេទនាទីបំផុតតើគេកសាងប្រទេសជាតិគេបែបណាខ្ញុំជឿថាពិភពលោកនឹងមកទស្សនានឹងមកស្វែងយល់នឹងមកស្ដាប់ការរៀបរាប់គ្រាន់តែយកការរៀបរាប់រឿងរបស់មនុស្សមិនចឹងប៉ូលីគ្រាន់តែយកមនុស្សយកមកឲ្យរៀបរាប់រឿងថាតើការឆ្លងកាត់នៃរបបខ្មែរក្រហមប៉ុណ្ណាទាំងខ្ញុំទាំងប៉ូលីទាំងមនុស្សមួយចំនួនជីវិតខ្ញុំគ្រាន់តែរៀបរាប់ថាតើលំបាកវេទនាប៉ុណ្ណាតម្រាំនៅដល់ពេលនេះបើសិនជាគ្រាន់តែរៀបរាប់សាច់រឿង storyteller រៀបរាប់សាច់រឿងឲ្យអ្នកស្ដាប់ឲ្យមនុស្សមកទស្សនាឲ្យមកដកស្រង់បទពិសោធន៍ហ្នឹងក៏ជា niche មួយរបស់យើងដែរក៏ជាចំណុចពិសេសរបស់យើងមួយដែរឲ្យគេមកកំសត់ជាមួយមិនកំសត់ឲ្យកំសត់ទេកុំនិយាយ
បាទនឹងមានអានិចហ្នឹងមានអាចំណុចពិសេសនឹងច្រើនណាស់បើសិនជាយើងងាកមកគិតគូរពីរឿងការកសាងប្រទេសមែនបានធ្វើរដ្ឋមន្ត្រីក្រសួងវប្បធម៌ទៅគិតពីរឿងវប្បធម៌ទៅបានធ្វើរដ្ឋមន្ត្រីក្រសួងទេសចរទៅគិតធ្វើយ៉ាងណាដើម្បីតាក់ទាញទេសចរទៅអង្គុយជំនុំគ្នាដាក់ក្បាលចូលគ្នាមើលតើធ្វើយ៉ាងណាដើម្បីកសាងប្រទេសបានក៏ប៉ុន្តែពួកអស់នេះណាអង្គុយចូលគ្នាជំនុំគ្នាតើធ្វើមិនយកលុយពីក្រុមតុកបានដើម្បីទៅបញ្ចប់អូតែលមួយទៀតសាងសង់អូតែលមួយទៀតទៅរកហ្វ្រេមវិញកេងរហូតបងខ្ញុំមានបងជនច័ន្ទបាត់ខ្ញុំមានចំណុច3ខ្ញុំឥឡូវដូចអង្គបុត្របន្ទិញចឹងសិតមានចំណុច1ចំណុច2ចំណុច3ហើយក្នុងមួយចំណុចហ្នឹងមានសັບចំណុចហ្នឹង1 2 3ទៀតแล้วមានចំណុច3ទី1និយាយពីរៀនល្អរៀនរៀបចំឲ្យមានចំណុចមានអីហ្នឹងល្អតាពលីបាទអូខេឥឡូវសំ3ចំណុចទី1និយាយពីជនពុករលួយជនថោកទាបហ្នឹងពួកទៅពីហ៊ុនស៊ិនប៉ិចហ្នឹងច្រើនណាស់ហើយអ្នកដែលរលួយបានហើយហ្នឹងមិញហ្នឹងគឺយើងបានមើល TV ផ្លូវមួយនៅក្នុងខេត្តណាបងខ្ញុំភ្លេចបាត់ដូចដែលដឹកដីដឹករ៉ែដឹកអីហ្នឹងក៏បំពុលដីហុយនឹងធ្វើឲ្យក្មេងរងទុក្ខវេទនាហ្នឹងអាហ្នឹងមកពីអីមកពីមន្ត្រីអតីតគណៈបកហ៊ុនស៊ិនប៉ិចគឺលោកស៊ិនច័ន្ទថលហ្នឹងឯងឥឡូវបងឯងមើលទៅខ្នល់ធ្វើឲ្យអាលួយខ្នល់ធ្វើឲ្យអាលួយឲ្យព្រោះពុកអាលួយថ្ងៃក្រោយយើងគួរនិយាយថាក្រៅពីហ៊ុនសែនហ្នឹងមានអាមីអាថោងអាអ្នកត្រស្អីគេសុទ្ធរបស់មនុស្សហ្នឹងច្រើនអញ្ចឹងគួរនិយាយលបងស៊ុនច័ន្ទថលលបងអីហ្នឹងអត់មានរួចខ្លួនទេខ្មែរយើងត្រូវតែដឹងត្រូវតែយល់ហើយសំពូលីហើយនឹងជនច័ន្ទបុតហ្នឹងក៏ត្រូវបើកមុខពួកហ្នឹងដែរហ្នឹងចំណុចទី1ចំណុចទី2តាក់ទងរឿងនៅថៃរឿងអីបងកាលខ្ញុំយើងនឹងបានទៅលេងបានទៅនៅឈៀងម៉ៃឈៀងអីហ្នឹងណាទៅមានអាប្រាសាទស្អីគេអាប្រាសាទប្រាស់ប្រាសាទមាសអីហ្នឹងយកអាដេញបែងដបយកបែងអីទៅបិទបងជនច័ន្ទបុតរបៀបគេធ្វើដំណើរហ្នឹងគេថាគេយកយើងពីហូថែលគេយកលុយយើង$50-$60ទៅគេជូនយើងទៅមើលកន្លែងនេះគេជូនយើងមើលកន្លែងនោះជូនគ្រប់កន្លែងហ្នឹងទៅមួយថ្ងៃរាល់ល្ងាចហើយយើងជាមនុស្សដែលរស់នៅសហរដ្ឋអាមេរិកយើងនៅស្គាល់វប្បធម៌ខ្មែរយើងមានប្រាសាទល្អមានទីតាំងល្អហ្នឹងយើងគិតថាអូគេស្រួលរកលុយហើយរបៀបគេរកលុយហ្នឹងគេឲ្យមនុស្សចំណេញគ្រប់គ្នាហ្មងចំណេញទាំងអ្នកបើកតាក់ស៊ីហ្នឹងណាចំណេញអាធួនហ្នឹងចំណេញអ្នកហូថែលហ្នឹងចំណេញអ្នកនៅលក់ពងទាលក់ពងមាន់លក់តាមផ្លូវលក់ខោអាវលក់រហូតគឺថាគេយកលុយយើង$50នេះគេនាំយើងទៅ5កន្លែងអញ្ចឹងយើងមើលទៅឈប់អង្គុយមើលបន្តិចទៅទិញអីវ៉ាន់ឲ្យគេទៅទិញបាយទិញទឹកបន្តិចទៅទៀតត្រឡប់មកវិញសប្បាយអីនឹងគេដែរប៉ុន្តែដោយសារយើងជាជនជាតិពូជសាសន៍ខ្មែរមើលទៅអូប្រទេសអញអាចធ្វើបានល្អជាងនឹងទៀតប៉ុន្តែមកយើងអត់ធ្វើហើយអ្វីដែលយើងមើលឃើញគេធ្វើល្អហ្នឹងបងអត់មានអីពិបាកសោះទី1រៀបចំប្រគុណអនាម័យឲ្យបានល្អជាទីបំផុតមនុស្សទេសចរចូលទៅគេមានប្រគុណអនាម័យប្រើប្រាស់បានគេសប្បាយចិត្តបន្ទាប់មកនំចំណីអាហារហ្នឹងបានត្រឹមត្រូវស្រួលបួលបន្ទាប់មកមានសម្ដាប់ធ្នាប់ដូចថាឥឡូវប្រាសាទអង្គរបងដឹងអាដេញស្អីគេវិហារប្រាក់វិហារមានហ្នឹងគេស្អីទេសិតតែឲ្យយើងដោះស្បែកជើងចាញ់ទៀតណាឲ្យយើងដោះស្បែកជើងដើរហើយយើងនៅមើលនឹងអត់មានអីសោះមិនបានពាក់កណ្ដាលអ្វីដែលយើងធ្វើផងអ្វីដែលយើងមានផងប៉ុន្តែគេអាចរកលុយបានមកពីអីមកគេយកចិត្តទុកដាក់ហើយអ្វីដែលគេរៀបចំនឹងឲ្យគេឈ្មោះរដ្ឋាភិបាលរបស់គេឲ្យគេឈ្មោះទូមន្ត្រីទេសចររបស់គេក្នុងពេលជាមួយគ្នាឲ្យប្រជាពលរដ្ឋគេអាចរកថវិកាបានបន្ទាប់មកនឹងភ្ញៀវទេសចរដែរទៅទោះបីជាយើងក៏យើងបាទទោះបីគេអត់មានអីសោះក៏ដោយក៏គេមានសម្ដាប់ធ្នាប់មានអនាម័យល្អដែលយើងនិយាយឲ្យគេចុះតម្រាំម្នាក់អត់ស្គាល់ទៀតប៉ុន្តែជួនកាលនៅខ្មែរនៅស្រុកខ្មែរយើងមានមិត្តភ័ក្ដិយើងមិត្តភ័ក្ដិខ្ញុំហ្នឹងទៅអង្គរវត្តហ៎បងគាត់ថាជួនកាលចង់រកកន្លែងដុតទិញធូបដុតធូបរកអត់មានទេមនុស្សរត់បដាក់គ្នាដើម្បីយកធូប3ដសៃមកឲ្យយើងកន្លែងខ្លះវាអត់ត្រូវការអញ្ចឹងសោះទោះមានគ្រប់កន្លែងទាំងអស់សម្រាប់ភ្ញៀវទេសចរអ្នកឯងត្រូវការធូបមានធូបអ្នកឯងត្រូវការដេកេះមានដេកេះអ្នកឯងមានត្រូវការទៅប្រគុណអនាម័យបង្ហាញទៅអ្នកឯងភ្លាមហើយប្រគុណអនាម័យទៅនឹងមិនទេទេណាជួនកាលត្រូវបង់លុយឲ្យគេជួនកាលត្រូវមានអ្នកឈរនឹងគេមិនសុំលុយយើងទេតែគេឈរនឹងគេបង្ហាញខ្លួនថាគេនឹងជាអ្នកសម្អាតប្រគុណអនាម័យយើងទៅប្រើប្រាស់ប្រគុណអនាម័យចេញមកវិញអាណិតគ្នាឲ្យហើយយើងអត់ទេបើសិនអំពើពុករលួយហើយឲ្យមានអ្នកទៀតបាទសិតតែជារបៀបរកចំណូលទាំងអស់ទន្ទឹមនឹងនៅពេលដែលយើងនិយាយលើកសរសើរពីការរៀបចំពីមន្ត្រីរបស់គេដែលគេគិតគូរពីប្រទេសជាតិនឹងតើពួកអស់នឹងចេះពុករលួយទេពុករលួយតាយើងធ្លាប់ឃើញតែមិនចឹងប្រទេសនៅអីជប៉ុនក៏ដោយនៅអីកូរ៉េខាងត្បូងក៏ដោយប្រធានាធិបតីអីនឹងក៏ដោយចុះប្រពន្ធប្រធានាធិបតីនឹងគេរកឃើញថាអ្នកយកកាបូបមួយតម្លៃប្រមាណពាន់អីចឹងហើយអាកាបូបនឹងគឺថាមានអ្នកនោះឲ្យអ្នកនេះឲ្យនៅពេលដែលខ្លួនឡើងធ្វើជាប្រពន្ធរបស់ប្រធានាធិបតីរបស់នាយករដ្ឋមន្ត្រីទេត្រូវគេចាប់ដាក់គុកអីចឹងទៅគេមានអំពើពុករលួយដែរក៏ប៉ុន្តែជាអំពើពុករលួយដ៏តិចតួចជាទីបំផុតដូចខ្ញុំនិយាយសំបីតែប្រពន្ធប្រធានាធិបតីនៅប្រទេសកូរ៉េខាងត្បូងហ្នឹងមានតែកាបូបមួយប្រហែលតម្លៃ3000ដែលគេរកឃើញថាទៅបានពីអ្នកណាឲ្យអីហ្នឹងក៏អស់ពីតំណែងអស់ពីអីចឹងទៅគឺគេអាវិន័យហ្នឹងអាការគ្រប់គ្រងប្រទេសរបស់គេហ្នឹងគឺថាវាធ្វើឲ្យទុកតែមនុស្សហ្នឹងចង់មានចង់បានពុករលួយយ៉ាងណាក៏ដោយចុះក៏មិនហ៊ានពុករលួយទេហើយខ្មែរយើងហ្នឹងគឺថាទាំងមេទាំងកូនទាំងអស់ហ្នឹងគឺថាមួយឈុតរបស់គេហ្នឹងគឺថាពុករលួយតាមគ្នាទាំងអស់តែម្ដងអាហ្នឹងហើយគឺជាបញ្ហាគឺពុករលួយហ្នឹងគឺថាអត់ឆ្អែតដូចលោកកែមលីណាខ្ញុំនឹកប្រសាសន៍របស់លោកកែមលីនៅពេលដែលគាត់និយាយឌឺទៅលោកហ៊ុនសែនវិញពលីចាំទេលោកកែមលីនិយាយនៅពេលដែលលោកហ៊ុនសែន
នាំគ្នាថាមកយើងទាំងអស់គ្នាថាចង់បានប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតណាពូលីមិនចាំលោកកែមលេងឆ្លើយតបឡើងវិញមិនទេលោកកែមលេងឆ្លើយតបទៅវិញថាចុះពុកឲ្យលួយប៉ុណ្ណឹងហើយពុកឲ្យលួយប៉ុណ្ណាទៀតនឹងបាទនឹងជាភាសារបស់លោកកែមលេថាឲ្យគេណាគ្រាន់តែគេត្រដោរស់នឹងចង់បានរស់នឹងគ្រាន់តែថាឲ្យបានបាយ3ពេលហ្នឹងបានប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតបាទលោកកែមលេឆ្លើយទៅវិញអញ្ចឹងចុះពុកឲ្យលួយប៉ុណ្ណឹងហើយពុកឲ្យលួយប៉ុណ្ណាទៀតទៅបាទបងជនចិត្តបិទមិញខ្ញុំថាខ្ញុំមាន3ចំណុចតែបាន2ចំណុចទី3ខ្ញុំនិយាយហ្នឹងឯងមុននឹងនិយាយថាតើប្រទេសកម្ពុជានឹងគួរមាននិនឆ្អីដើម្បីឲ្យស្រុកខ្មែរយើងនឹងគេចាប់អារម្មណ៍ហើយគេមកលេងស្រុកខ្មែរនឹងហើយគេគោរពប្រជាពលរដ្ឋខ្មែររដ្ឋាភិបាលខ្មែរវប្បធម៌ខ្មែរអ្វីដែលខ្មែរមានខ្ញុំចង់លើកឧទាហរណ៍មួយបងពីមុនយើងនិយាយនឹងគឺខ្ញុំបានសិក្សាស្រាវជ្រាវពីប្រទេសហ្វីលីពីនបងថាគេមាននិនឆ្អីខ្លះហើយគេត្រូវឆ្លងកាត់អ្វីខ្លះនិនគឺបញ្ជាក់លោកអ្នកស្ដាប់ម្ដងទៀតនិនហ្នឹងគឺចំណុចពិសេសគេរកចំណុចពិសេសអីឃើញដើម្បីកសាងជាតិគេជួយកសាងជាតិគេបាទជួយកសាងជាតិគេប្រទេសហ្វីលីពីនណាបងត្រូវប្រទេសអេស្ប៉ាញប្រទេសស្ប៉េនហ្នឹងត្រួតត្រាអស់រយៈពេល333ឆ្នាំបងតាំងពីឆ្នាំ1565រហូតដល់ឆ្នាំ1898បន្ទាប់មកទៀតនៅពេលដែលពួកអេស្ប៉ាញចេញពីប្រទេសហ្វីលីពីនសហរដ្ឋអាមេរិកខ្លួនឯងហ្នឹងបានទៅត្រួតត្រាប្រទេសហ្វីលីពីនចាប់តាំងពីឆ្នាំ1900តាំងពី1898រហូតដល់ឆ្នាំ1948អស់រយៈពេល50ឆ្នាំទៀតអញ្ចឹងប្រទេសហ្វីលីពីននឹងក្រោមការត្រួតត្រារបស់បរទេសគឺថាអស់ជិត400ឆ្នាំបងច្រើនមែនតើសួរថាតើប្រទេសហ្វីលីពីនគួរតែអាលេអាលុតបាត់បង់សូន្យទេអត់អាលេអាលុតបាត់បង់សូន្យទេប៉ុន្តែគេយកបាត់ពិសោធន៍ដ៏ជូរចត់របស់គេនោះមកសិក្សារៀនសូត្រដើម្បីពង្រឹងប្រទេសជាតិគេហើយយើងថាអូឥឡូវហ្វីលីពីននឹងមានជាងអ្នកស្រុកខ្មែរណាស់មិនមែនទេប្រទេសណាដូចប្រទេសណាមានអ្នកមានអ្នកក្រមានអ្នកល្ងងមានអ្នកចេះប៉ុន្តែអ្វីដែលប្រទេសហ្វីលីពីនរកឃើញជានិនរបស់គេបងជាចំណុចពិសេសរបស់គេនឹងគឺថានៅពេលដែលសហរដ្ឋអាមេរិកចាក់ចេញពីប្រទេសហ្វីលីពីនក្នុងនោះរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលប្រទេសហ្វីលីពីននឹងបានព្រមព្រៀងគ្នាបង្កើតសាលាមួយគឺថាសាលាឆ្មបនឿសបងនឿសនឹងគេហៅអីគេតាមប្រទេសឆ្មបអត់ទេគេហៅកលៀននុបដ្ឋាយិកាកលៀននុបដ្ឋាយិកាហ្នឹងហើយហើយដល់ពេលឥឡូវហ្នឹងយើងមើលឃើញអត្តពលហ្នឹងនៅសហរដ្ឋអាមេរិកហ្នឹងពេទ្យកន្លែងណាក៏ដោយជនបទក្តីទីក្រុងក្តីគឺថាកន្លែងណាក៏ដោយសិតតែមាននឿសរបស់ជនជាតិហ្វីលីពីនទាំងអស់សួរថាតើមូលហេតុអ្វីបានជាមាននឿសជនជាតិហ្វីលីពីននៅសហរដ្ឋអាមេរិកច្រើនម្ល៉េះតាមពិតទៅមាន150000នាក់មែននៅសហរដ្ឋមនោនឹងត្រូវ15សែនបង15សែននាក់ដែលជាឆ្មបនៅសហរដ្ឋអាមេរិកហ្នឹងមូលហេតុគឺថា15សែនមានន័យថា1លានកន្លះមិនដល់1លានកន្លះទេមានលេខ0 10សែនមានវាចេះ1សែន100,000 10000សែនមក15សែនមិនមែន15សែន1សែនកន្លះមូលហេតុគឺគេគិតថាមុខវិជ្ជាហ្នឹងអាចជួយពង្រឹងជនជាតិហ្វីលីពីនដើម្បីឲ្យមានសុខភាពល្អបន្ទាប់មកទៀតចំណេះវិជ្ជាហ្នឹងអាចលក់ទៅបរទេសបានគឺថាពិភពលោកកន្លែងណាក៏ដោយឲ្យតែអ្នកឯងចេះភាសាអង់គ្លេសហើយចេះវិជ្ជាជីវៈហ្នឹងគឺអាចជួយគេបានទាំងអស់អញ្ចឹងទៅគឺថាមនុស្សអាចចំណេញពីមួយចំនួនទៅមួយចំនួនណាបងបើយើងមើលប្រវត្តិទៅខ្ញុំមើលប្រវត្តិគេទៅចាប់តាំងពីយាយម្ដងម៉ែឥឡូវម្ដងកូនម្ដងឥឡូវនេះគេធ្វើនឿសទាំងអស់មូលហេតុដែលគេធ្វើនេះទីមួយគេមានថវិកាចិញ្ចឹមខ្លួនបានត្រឹមត្រូវស្រួលបួលថ្លៃធ្នូបន្ទាប់មកវិជ្ជាជីវៈជានឿសហ្នឹងគឺរលួយបានឲ្យគេគោរពអានឹងគឺសម្រាប់ជនជាតិហ្វីលីពីនមួយទៀតនៅពេលដែលយើងធ្វើដំណើរទេសចរយើងទៅជិះកប៉ាល់ហោះជិះកប៉ាល់ធំតាមសមុទ្រអីហ្នឹងបងពាក់កណ្ដាលឬក៏1/3ចិត្តពាក់កណ្ដាលឬក៏1/3នៃអ្នកធ្វើការនៅលើកប៉ាល់ហ្នឹងសិតតែជាជនជាតិហ្វីលីពីនហើយគេសួរថាហេតុអ្វីបានជាជនជាតិមានជនជាតិហ្វីលីពីនធ្វើការនៅលើ cruise ship នឹងសម្បើមម៉េះទី1គេនិយាយថាហ្វីលីពីនភាគច្រើនចេះនិយាយភាសាអង់គ្លេសទី2គឺការមានអំណត់អត់ធ្មត់លើការងារហើយខ្ញុំគិតថាហ្វីលីពីនឯណាដែលមានការអំណត់អត់ធ្មត់លើការងារជាងខ្មែរទៅធ្វើការគេចាប់លក់បានលុយតិចស្ងអីហ្នឹងពួកហ្វីលីពីនដែលគេថាមានអំណត់អត់ធ្មត់ហ្នឹងគឺថាទៅធ្វើការលើកប៉ាល់មួយឆ្នាំធ្វើ7ទៅ8ខែបន្ទាប់មកវ៉ាកង4ខែហើយបន្ទាប់មកយកលុយកមកវ៉ាលីសហ្នឹងទៅទិញផ្ទះទៅធ្វើផ្ទះអីបាននៅអ្នកមានខ្មែរយើងទៅធ្វើការនៅថៃទៅធ្វើការណាចាក់ស្រុកអីមកវិញអ្នកខ្លះផ្ញើឆ្អឹងមកស្រុកខ្លួនឯងវិញហ្នឹងតាមពិតអ្នកដែលបើយើងអត់មាននិនដូចប្រទេសហ្វីលីពីនយើងមិនជ្រើសរើសចំណេះវិជ្ជាមួយណាមួយដែលប្រជាពលរដ្ឋខ្មែរយើងអាចធ្វើទៅល្អយើងនៅតែធ្វើខ្ញុំគេទេរាល់ថ្ងៃយើងដឹងមិនទេបងជនច័ន្ទវត្តតាមពិតយើងបញ្ជូនខ្មែរយើងហ្នឹងណាទៅស្រុកថៃទៅធ្វើការឲ្យថៃហ្នឹងតាមពិតយើងបញ្ជូនខ្មែរយើងទៅធ្វើខ្ញុំគេពួកថៃនឹងទៅធ្វើខ្ញុំគេពេញពិភពលោកតា
ហើយយើង ហ្នឹងហើយ វាជាមនុស្សជាពូជសាសន៍មួយដែរបញ្ជូនជនជាតិខ្លួនឯងទៅធ្វើខ្ញុំគេអស់ចាមែនទេបើគួរតែបញ្ជូនទៅកូរ៉េបញ្ជូនទៅសហរដ្ឋអាមេរិកបញ្ជូនទៅអ៊ីស្រាអែលដូចថៃគេបញ្ជូនប្រជាពលរដ្ឋគេទៅធ្វើខ្ញុំគេនៅប្រទេសដែលគ្រាន់បើយើងបញ្ជូនពូជសាសន៍ឯងទៅធ្វើខ្ញុំអាខ្ញុំគេថោកទៀតមែនទេបន្តិចទៀតហ្នឹងខ្មែរហ្នឹងទៅធ្វើខ្ញុំនៅប្រទេសយួនទៀតបន្តិចទៀតនៅពេលដែលគេបង្កើតរោងចក្រច្រើនគេរកចំណុចពិសេសរបស់គេបានហ្នឹងប្រទេសគេជឿនលឿនជាងដែលយួនធ្លាប់មកធ្វើខ្ញុំយើងសោះហ្នឹងបន្តិចទៀតយើងទៅធ្វើខ្ញុំនៅស្រុកយួនវិញបើកវងកញ្ចក់បន្តិចជាងប្រាប់ថាការដែលមុខពូលីនឹងចេះតែបន្តិចព្រិលវាអត់ focus ហ្នឹងមកពីភ្លើងអត់គ្រប់ដល់ភ្លើងអត់គ្រប់ចឹងទៅអាកាមេរ៉ាហ្នឹងវាចេះតែអូហូមកមិនមែនមានន័យតែកាមេរ៉ាទេដូច្នេះអាលុយរកបានអីប្រមាណអីពីដើររកស៊ីជាមួយកូនជាមួយចៅអីហ្នឹង invest 50-100ដាក់ភ្លើងដែរដល់ដាក់ភ្លើងចឹងមកឃើញស្រាមជួញមែនតើអ្នកគ្នាអូខេតាមពិតឥឡូវសុំនិយាយឲ្យគេគ្នាឯងនិយាយជាងតប៉ែហ្នឹងសិនជាងតប៉ែហ្នឹងមកដល់នេះតាមកមើលមកអីត្រឹមត្រូវស្រួលបួលតែឥឡូវមកឯណាជែកចាច់អាហ្នឹងអាចធ្វើការអត់ព្រមតែអត់មានទទួលខុសត្រូវហ្នឹងហើយដល់ពេលឲ្យមកនិយាយផ្ដេសផ្ដាស់អញ្ចឹងហៅមកមើលត្រឹមត្រូវស្រួលបួលទាំងអស់ហើយមកតប៉ែអាហ្នឹងគុំមុនយើងជីគេហ្នឹងយើងជីគ្នាឯងសិនតប៉ែសតយ៉ាងប៉ុន្តែមិនទាញភ្លើងដាក់មកហ្នឹងដាក់ភ្លើងមកអញ្ចឹងទៅអាកាមេរ៉ាហ្នឹងវាចាប់ដើម focus បានតែគាត់ពូលីសយើងល្ងងមកយ៉ាងសុំកាត់មួយទៀតដោយសារយើងល្ងងដោយសារខ្ញុំហ្នឹងមិនមែនជាអ្នកបច្ចេកទេសគេធ្វើអីហ្នឹងគេមកប្រាប់ធ្វើអីហ្នឹងគឺអត់ហែលដៃហ៊ានប៉ះទេទុកឲ្យនៅដដែលប៉ះខូចរបស់គេអូខេឥឡូវប៉ះតិចមានជាតប៉ែបាទងាកមករឿងនេះវិញងាកមករឿងថាហេតុអីប៉ូលីសលើកឡើងពីប្រទេសហ្វីលីពីនធ្លាប់រស់នៅក្រោមអាណានិគមអេស្ប៉ាញនឹង300-400ឆ្នាំទៅបន្ទាប់មកទៀតអាមេរិកកាំងទៅដាក់អស់កន្លះសតវត្សទៅក៏ប៉ុន្តែងើបឡើងមកវិញនឹងស្រាប់តែគេផលិតចេញនៅគិលានុបដ្ឋាយិកាហ្នឹងបញ្ជូនពេញពិភពលោកទាំងអស់ណាផលិតចេញមកដើម្បីគ្រាន់តែទៅនឹងបំរើនៅលើពិភពលោកនៅពេលដែលទៅបំរើហើយមិនចឹងកសាងជីវិតខ្លួនឯងបានល្អហើយក្រៅពីហ្នឹងទីបញ្ជូនលុយកាក់មកជួយបងប្អូននៅប្រទេសហ្វីលីពីននេះទៀតហេតុអីបានជាគេធ្វើបានចំណុចមួយក្រៅពីអ្វីដែលយើងបានលើកឡើងមកហ្នឹងណាគឺចំណុចមួយទៀតហ្នឹងគឺការអប់រំហ្នឹងគឺហ៊ាននិយាយការពិតយើងសង្កេតមើលប្រទេសសិង្ហបុរីអីជាដើមគេទទួលយកការពិតថាយើងអត់មានអីទេជាកូនកោះតូចមួយជាជ្រួយតូចមួយទេគ្មានទាំងទឹកផឹកគ្មានទាំងដីសម្រាប់នឹងសាងសង់ផ្ទះផងគឺជាកូនក្រុងតូចមួយអ្នកទៅធ្លាប់ទៅលេងប្រទេសសិង្ហបុរីដឹងហើយកូនក្រុងមួយដើរគាត់តែដើរនឹងជុំវិញប្រទេសមួយថ្ងៃវត្តល្ងាចហ្នឹងដើរជុំវិញប្រទេសហ្នឹងបានដែរដើរនឹងជើងមិនបាច់ដល់ទៅជិះទេជាកូនក្រុងតូចមួយក៏ប៉ុន្តែគេហ៊ាននិយាយការពិតជប៉ុនក្តីគេហ៊ាននិយាយការពិតចាស់ព្រឹទ្ធាចារ្យនឹងហ៊ាននិយាយការពិតអប់រំដល់ប្រជាពលរដ្ឋថាយើងដល់ជាពិសេសដល់យុវជនដល់កូនសិស្សថាយើងអត់មានអីទេដូច្នេះដើម្បីឲ្យប្រទេសយើងអាចកសាងជាតិបានទាល់តែយើងពង្រឹងទីតាំងនឹងឲ្យទៅជាកំពង់ផែពាណិជ្ជកម្មឧទាហរណ៍ដូចនៅសិង្ហបុរីឲ្យវាคล้ายទៅជាកំពង់ផែពាណិជ្ជកម្មឲ្យវាคล้ายទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយ banking system មួយដែលពិភពលោកមករកស៊ីជាមួយដូច្នេះគេរកអា niche នឹងឃើញពីព្រោះអីពីព្រោះគេអត់បោកប្រជាពលរដ្ឋគេចាស់ទុំអ្នកសិក្សានឹងគឺប្រាប់ថាយើងក្រយើងអត់យើងសង្កេតមើលយើងជួនកាលមានមោទនភាពជាតិហួសហេតុយើងនាំគ្នានិយាយថាមិនដឹងតែប្រេងកាតនឹងគឺថាសម្បូរបែបណាទេប្រេងកាតនៅប្រទេសកម្ពុជាយើងមកដល់ពេលនេះខ្ញុំទៅពីសម័យកុម្មុយនីសពូលីដឹងហើយខ្ញុំទៅរៀននៅសហភាពសូវៀតឯខ្ញុំចេះរុស្ស៊ីនៅពេលដែលខ្ញុំចេញមកវិញខ្ញុំមកធ្វើការនៅបង្រៀននៅសាកលវិទ្យាល័យភ្នំពេញក្រសួងចាប់ផ្ដើមពឹងខ្ញុំឲ្យទៅជួយបកប្រែជំនាញការសូវៀតដែលវាមកប្រុងនឹងរុករកប្រេងនៅកំពង់សោមដឹងវានិយាយមិនទេទៅពេលដែលខ្ញុំដើរទៅបកប្រែមកប្រើវាថាវានឹងមិនមកធ្វើទេហេតុអីវានឹងមិនមកធ្វើអាប្រេងនឹងឯងមិនរួចថ្លៃឧបករណ៍ដែលវាដឹកពីសូវៀតមកទេតិចណាស់មិនរួចថ្លៃបណ្ដាក់ទុនទេបាទមិនរួចថ្លៃបណ្ដាក់ទុនមិនរួចថ្លៃដើម្បីអាគ្រឿងចក្រដែលវាយកមកដើម្បីបូមប្រេងនឹងទេស្ទើរណាស់បន្ទាប់មកទៀតយើងឃើញហើយលោកហ៊ុនសែននេះលក់ឧស្សាហកម្មបូមប្រេងនឹងបង្កើតអីណាអាញាធរប្រេងកាតអីណាថ្ងៃប្រមាណអីគាត់ខ្ញុំភ្លេចអស់ហើយថ្ងៃឆ្នាំ2020ថ្ងៃ20ម៉ោង20អីណាខ្ញុំមិនចាំឲ្យប្រកាសទេណានឹងដំណក់ប្រេងលើកទី1មកដល់ពេលនេះប៉ាសេពីមួយក្រុមហ៊ុនទៅមួយក្រុមហ៊ុនគេអត់ធ្វើមកដល់ពេលនេះអត់បានមកដំណក់បានដូចបានមកកប៉ាល់ឯដែរប៉ុន្តែលួចលក់ឲ្យអីណាបាត់ទៅមិនចឹងអត់បានមកជាតិទេនឹងពួកអាញាធររបស់លោកហ៊ុនសែននេះដូច្នេះយើងពោប្រជាពលរដ្ឋយើងពោយុវជនយើងឲ្យយើងនឹងពឹងផ្អែកជ្រុលថាយើងមានតើយើងមានប្រេងទេមានប្រេងក៏ប៉ុន្តែតើលើសថៃទេលើសលាវទេលើសសហរដ្ឋអាមេរិកទេលើសកាណាដាទេអត់លើសទេមិនចឹងយើងមានដូចតែគេដូចតែឯងចឹងគាត់ថាយើងចូលហួសយើងប្រាប់កូនចៅយើងឲ្យយើងចូលហួសយើងចូលរៀនឡើងព្រាមយើងទិញមេរៀនយើងដឹងហើយគឺថាមានភ្នំមានរ៉ែប្រេងកាតមានរ៉ែធ្យូងថ្មនៅកំពង់ធំមានរ៉ែដែកនៅត្នេះមានរ៉ែមាសនៅត្នោះមានតើមានទេប្រកាសជាមានមែនក៏ប៉ុន្តែក៏យើងអត់បានប្រាប់ថាមាននឹងមានតិចតួចទេ
វាមិនអាចយកមកចិញ្ចឹមជីវិតបានទេទោះយើងខំរបៀបផ្សេងទៀតឬមានមែនប៉ុន្តែយើងរក្សាទុកទៅដើម្បីជាទ្រព្យរបស់យើងនៅក្នុងដីទៅទ្រព្យរបស់យើងនៅក្នុងព្រៃអីចឹងទៅដូច្នេះអ្វីដែលយើងត្រូវការហ្នឹងមិនមែនដោយលោកហ៊ុនសែននេះជាដើមមិនមែននាំគ្នាដូច